ជំរាបសួរបងប្អូនអរគ្នាវិលមកជួបជាមួយនឹងគ្រូសាស្ត្រថ្មីម្ដងទៀតហើយអរគុណព្រះអង្គសម្រាប់ពេលវេលាដ៏អរក្នុងថ្ងៃនេះដែលឲ្យយើងជួបគ្នាសាស្ត្រថ្មីចាក្នុងសប្តាហ៍នេះដែរគឺយើងនឹង review តើតើជាមួយនឹង unit 9របស់យើងគឺនឹងចំណងថា lunch time ហើយយើងនឹងចាប់ផ្ដើមជាមួយគ្នានៅ lesson 2 grammar ចា lesson 2 grammar គឺយើងរៀនអំពីវេយ្យាករណ៍ដែលវេយ្យាករណ៍យើងនៅក្នុងថ្ងៃនេះគឺផ្ដោតទៅលើពាក្យថា have ហើយនិង don't have អញ្ចឹងយើងមើលទាំងអស់គ្នាពាក្យថា have ហ្នឹងគឺប្រែថាមានចំណែកឯ don't have ប្រែថាមិនមានឬក៏គ្មានអញ្ចឹងពាក្យថាមានឬក៏ពាក្យថាគ្មានតើគេបញ្ជាក់អំពីអ្វីដែរបងប្អូនទាំងអស់គ្នាចាល្អមែនតើអញ្ចឹងយើងនិយាយជារួមទៅតើតើជាមួយនឹង have នឹងដែរគឺយើងប្រើប្រាស់វាដើម្បីនិយាយអំពីគេចាអំពីម្ចាស់កម្មសិទ្ធិឬក៏ជារបស់យើងឬក៏របស់នរណាម្នាក់ឬក៏របស់ក្រុមណាមួយអីចឹងទៅចាហើយនេះក៏បញ្ជាក់ផងដែរថាតើតើជាមួយនឹងការប្រើប្រាស់ have របស់យើងផងដែរគឺវាមានការប្រើប្រាស់បានជាច្រើនរបៀបប៉ុន្តែនៅក្នុងមេរៀនរបស់យើងគឺសង្កត់ធ្ងន់ទៅលើតើតើជាមួយនឹងកម្មសិទ្ធិឬក៏ម្ចាស់កម្មសិទ្ធិអូខេហើយមានន័យផងដែរគឺលោកគ្រូនឹងបង្ហាញបងប្អូនអរគ្នាឲ្យកាន់តែច្បាស់តើតើជាមួយនឹងការប្រើប្រាស់ have ហើយនឹង don't have តើយើងប្រើប្រាស់បែបណាអញ្ចឹងនៅក្នុងការប្រើប្រាស់ have របស់យើងដែរដើម្បីឲ្យយើងអាចនិយាយបានត្រឹមត្រូវដូចជាសរសេរបានដូចជាបង្កើតបានត្រឹមត្រូវយើងត្រូវតែស្គាល់ទម្រង់ឬក៏ form របស់វាជាមុនសិនអូខេឥឡូវយើងមកមើលតើតើជាមួយ form របស់យើងអញ្ចឹងនេះគ្រូបង្ហាញតើតើជាមួយនឹង positive negative ហើយនឹង question តើតើជាមួយ question ហ្នឹងដែរតាមពិតរបស់សំណួរវាមានពីរទម្រង់តែគ្រូបង្ហាញតែទម្រង់នេះនៅទេអត់ស្រាប់តាមមេរៀនរបស់យើងអូខេអញ្ចឹងយើងមើលទម្រង់ទី1 positive subject plus have plus dotអូខេអញ្ចឹង subject គឺជាគេប្រធានមានអ្វីខ្លះបងចាល្អមែនតើមាន I you we they he she it ប៉ុន្តែតើតើជាមួយនឹងពាក្យថា have យើងអាចប្រើប្រាស់បានទាំង7 subject អត់ទេចាចម្លើយគឺអត់ទេអញ្ចឹងយើងមើល note តិចមកអញ្ចឹង subject អាចប្រើបានជាមួយ have មានដូចជា I you we they គឺយើងប្រើប្រាស់ជាមួយពាក្យថា have អូខេតោះឥឡូវយើងបន្តទៅអស់គ្នា subject plus have plus dot អាចជាកម្មបត្តិអាចជា noun អាចជានាមកន្សំនាមឬក៏បំពេញន័យអីចឹងទៅប៉ុន្តែនៅក្នុងមេរៀនរបស់យើងគឺសង្កត់ធ្ងន់ផ្នែកខាងចុងនេះគឺជានាមឬក៏អាចជាកន្សំនាមចឹងមកអូខេអញ្ចឹងយើងមើល example ទាំងអស់គ្នា example I have a banana អូខេអញ្ចឹង subject របស់យើងគឺ subject I ចំណែក have របស់យើងនេះវាជាពីកម្មសិទ្ធិខ្ញុំមាននេះគេ banana ហ្នឹងគឺជាចុចចុងក្រោយឯងខ្ញុំមាននេះគេគឺមានជាចំនួន1ផ្លែនៅទម្រង់ស្របហើយសុខហើយអ្នកគូយើងប្រើបានតែ I ទេមែនអត់ទេយើងប្រើបានតែ I you we ហើយនឹង they នៅពេលដែលយើងយក subject ហ្នឹងមកជាមួយនឹង have ករណីផ្សេងទៀតអ្នកគ្រូសូមអនុញ្ញាតណាអូខេហើយចូលមកដល់តទៅជាមួយនឹងទម្រង់បដិសេធឬក៏ negative អញ្ចឹង subject plus do not have ឬក៏ don't have អញ្ចឹងអាពីរហ្នឹងគឺស្មើគ្នាយើងចង់ការ do not have ក៏បាន don't have ក៏បានហើយ complex បូកជាមួយនឹង dot ចុចរបស់យើងនឹងឯងអូខេអញ្ចឹងគ្រូយកទម្រង់ស្របយ៉ាងដដែលមកបំលែងទៅជាទម្រង់បដិសេធ have ប្រែថាមានតែពេល don't have ប្រែថាមិនមានអញ្ចឹងយើងបង្កើតបាក់ទៅជាមួយពាក្យថាមិនមានម្ដងណាអញ្ចឹងខ្ញុំមានចេកមួយផ្លែជាទម្រង់ស្របតែពេលទម្រង់បដិសេធខ្ញុំមិនមានចេកមួយផ្លែទេអញ្ចឹងយើងគួរតែបង្កើតបែបណាចាស់ល្អមែនតើអញ្ចឹងដាក់ subject មក I តើមិនចាស់រើមកឆ្លាញ់ do not have ឬក៏ don't have បើពីណាមួយណាក៏បានដែរប៉ុន្តែគ្រូជ្រើសរើសយក don't have អូខេអញ្ចឹង I ជា subject តបមកនេះ don't have ទៅចុចរបស់យើងអូខេbanana I don't have a banana ខ្ញុំគ្មានចេកមួយផ្លែទេអូខេអញ្ចឹងទម្រង់ស្របទម្រង់បដិសេធហើយទម្រង់ចុងក្រោយគេគឺទម្រង់សំណួរឬក៏ question ចាជាទម្រង់របស់យើង subject plus do plus subject plus have plus dot and question មកទៅចាំថាទម្រង់សំណួរគឺត្រូវតែមានសញ្ញាសួរបើអត់មានទេគឺមិនជាសំណួរទេមិនដឹងជាស្អីទេអូខេចម្លើយមានពីរប្រសិនជាយើងឆ្លើយថា yes យើងមានណា yes comma subject បូកជាមួយពាក្យថា do ប្រសិនបើគ្មាន no comma subject ផ្លាស់ជាមួយពាក្យថា don't ហើយសំខាន់ complete full stop អក្សរ
chạy một phải cái trong su trong bệnh ta nè miên chạy một phải đại từ tết do you have a banana ta nè miên chạy một phải đó chứ Person bây giờ miên is like ha yes I do Person bây giờ miên is like ha no I don't okay chắc nhưng mà còn bao giờ đủ cứ việc đủ năng ai nhưng pra việc là bay mà cái bao sum nô phát thà bảo hộ auxiliary verb nhưng pra việc là bay mà cái bao sum nô okay chắc đi đủ bao giờ miên hay subject bao giờ cái subject ha you have a diet chơi chốt banana hai những cái gì gì nhé số là bay bằng hai tháp như chỉ là bao sum nô okay chắc tại tôi chỉ muốn đừng meron grammar bao nhiêu cú để tại tôi chỉ muốn đừng half nó không thấy nè chúng ta rất rất quan trọng hay ở con từ ở